នៅក្នុងជីភូមិនោះមានព្រៃងងឹតមួយដែលអ្នកស្រុកតែងហៅថាជាព្រៃបំភាន់ព្រោះអ្នកណាដែលចូលទៅក្នុងព្រៃនោះពុំមាននរណាអាចចេញមកវិញបានទេចាស់នៅក្នុងភូមិនិយាយតគ្នាថានៅក្នុងព្រៃនោះមានស្រីម្នាក់ដែលស្លាប់ដោយសារឃាតកម្មហើយខ្មោចនោះតែងតែបំភាន់ភ្នែកមនុស្សឲ្យមើលឃើញផ្លូវខ្លែងខ្លាយហើយនាំចូលទៅក្នុងព្រៃជ្រៅមិនមាននរណាអាចត្រឡប់មកវិញបានឡើយថ្ងៃមួយមានយុវជន3នាក់ឈ្មោះវ៉ែនសុខានិងផាន់ណាដែលគាត់តែងគិតថាចាស់នៅក្នុងភូមិនេះដែលនិយាយថានេះជាព្រៃបំភាន់គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះអញ្ចឹងហើយពួកគាត់ក៏បានកាន់យកនៅគប់ក៏ដូចជាកាំបិតហើយបានដើរចូលទៅក្នុងព្រៃនោះប៉ុន្តែអ្វីមិនដូចដែលពួកគាត់គិតឡើយគ្រាន់តែពួកគាត់ដើរចូលទៅមិនទាន់បានប៉ុន្មានផងក៏ឃើញមានផ្លូវធំមានពន្លឺភ្លឺស្រទន់មើលទៅពិតជាគួរឲ្យខ្លាចមែនទែនហើយក៏បានឮសំឡេងស្ត្រីម្នាក់ដែលច្រៀងមកអំពីចម្ងាយពេលនោះវ៉ែនក៏ចាប់ផ្ដើមដើរតាមសំឡេងនោះទៅខណៈដែលសុខានិងផាន់ណាគ្រាន់តែឃើញវ៉ែនដើរចូលទៅក្នុងព្រៃងងឹតនោះក៏ខំប្រឹងស្រែកហៅប៉ុន្តែទោះបីជាសុខានិងផាន់ណាខំប្រឹងស្រែកហៅយ៉ាងណាក៏ដោយក៏វ៉ែនពុំបានឮឡើយខណៈដែលវ៉ែនដើរចូលទៅក្នុងព្រៃព្រលឹងខ្មោចស្រីនោះដែលខ្លែងខ្លួនធ្វើជាស្រីស្អាតបាននាំគាត់ទៅដល់កន្លែងភ្នូរចាស់ជាច្រើនហើយស្រាប់តែខ្មោចស្រីនោះក៏បានធ្វើឲ្យមានខ្យល់ត្រជាក់អមជាមួយនឹងសំឡេងគៀបឆ្អឹងវែងក៏បានឃើញខ្លួនឯងឈរនៅមុខខ្មោចស្រីស្អាតដែលមានភ្នែកក្រហមសក់វែងរលោងសម្លៀកបំពាក់ប្រឡាក់ដោយឈាមនិយាយពីសុខានិងផាន់ណានេះវិញក៏បានព្យាយាមប្រើខ្សែដែលចងដៃយកមកអំពីវត្តដោយពួកគាត់មានជំនឿថាអាចទប់ទល់ជាមួយខ្មោចបានពួកគេក៏បានដុតភ្លើងហុងហើយសូត្រមន្តបណ្ដេញខ្មោចឲ្យក្តៅខ្មោចក្តៅខ្លាំងណាស់ហើយក៏ស្រែកខ្លាំងហើយបាត់ខ្លួននៅក្នុងទីងងឹតទៅហើយវែងក៏ត្រូវបានសង្គ្រោះតែចាប់ពីថ្ងៃនោះមកគាត់តែងតែសួរបិណ្ឌឃើញខ្មោចស្រីរៀងរាល់យប់ហើយនៅតែឮសូរស្រែកក្បែរត្រចៀករបស់គាត់បន្ទាប់អំពីសង្គ្រោះចេញពីព្រៃមកវិញបេះដូងរបស់វ៉ែននិងចិត្តរបស់គាត់មិនធម្មតាទៀតឡើយរៀងរាល់យប់គាត់តែងតែសួរបិណ្ឌឃើញស្រីខ្មោចដែលមានភ្នែកក្រហមមកឈរនៅចុងគ្រាហើយស្រែកប្រាប់គាត់ថាត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញយប់ណាក៏គាត់មិនបានដេកលក់ស្កប់ស្កល់ដែរគាត់ឮសូរស្រែករបស់ខ្មោចស្រីនោះជុំវិញផ្ទះរបស់គាត់តែរាល់យប់ចំណែកសុខានិងផាន់ណាក៏មានសញ្ញាមិនល្អដូចគ្នាព្រោះពេលពួកគេចូលទៅក្នុងព្រៃបានយកវេទមន្តមួយផ្នែកត្រឡប់មកវិញដោយអចេតនាហើយមនុស្សចាស់នៅក្នុងភូមិបាននិយាយថាព្រៃបំភាន់នេះមិនអាចផុតបានទេទាល់តែមានព្រះសង្ឃអ្នកចេះអាគមទើបអាចដោះបានដោយសារភ័យខ្លាចឪពុកម្ដាយវែងបាននិមន្តព្រះសង្ឃមួយអង្គអំពីវត្តនៅក្នុងភូមិព្រះសង្ឃអង្គនោះជាព្រះសង្ឃដែលល្បីខ្លាំងខាងមានឫទ្ធិពូកែណាស់ព្រមទាំងអាចផ្គុំចិត្តបានទៀតផងហើយព្រះសង្ឃក៏បាននាំក្រុមវែងត្រឡប់ចូលទៅក្នុងព្រៃវិញពេលទៅដល់កណ្ដាលព្រៃស្រាប់តែខ្យល់បក់ច្របូកច្របល់ពន្លឺភ្លើងហុងរលត់ព្រលឹងក្រីខ្មោចក៏បន្តបង្ហាញខ្លួនធ្វើសំឡេងបំភាន់ដោយប្រែទៅជាមនុស្សស្រស់ស្អាតហើយហៅវែងឲ្យដើរទៅហើយព្រះសង្ឃបានអង្គុយសមាធិដាក់ដៃអធិដ្ឋានហើយសូត្រមន្តពោពេញដែលអាចកំបាំងហើយពន្លឺព្រះធម៌និងមន្តអាគមក៏បានចេញអំពីកាយព្រះសង្ឃរំភើយទៅប៉ះព្រលឹងខ្មោចនោះធ្វើឲ្យក្តៅខ្លាំងទ្រាំលែងបានហើយព្រលឹងខ្មោចនោះក៏បានថ្វាយបង្គំឲ្យប្រាប់ថានាងជាស្ត្រីដែលស្លាប់ដោយអំពើឃាតកម្មយូរឆ្នាំមកហើយសពត្រូវបានបោះចោលនៅក្នុងព្រៃដោយគ្មានព្រះធម៌បញ្ចុះដូច្នេះព្រលឹងមិនអាចទៅកាន់ពិភពក្រោយបានទេ
បន្ទាប់មកព្រះសង្ឃក៏បានធ្វើពិធីបញ្ចុះសពជាថ្មីបញ្ចេញមុនបង្ហោះព្រលឹងទៅកាន់ទីកន្លែងសុខសាន្តមិនយូរប៉ុន្មានព្រៃងងឹតស្រពន់ក៏ស្រឡះមានសូរស័ព្ទច្រៀងត្រឡប់មកវិញព្រលឹងខ្មោចមិនដែលបំភាន់មនុស្សទៀតឡើយប៉ុន្តែវែងនៅតែមានស្នាមក្នុងចិត្តព្រោះមុននាងបាននិយាយពាក្យចុងក្រោយនឹងគាត់ថាអ្នកមិនអាចរត់ពីខ្ញុំបានទេយប់ណាដែលពន្លឺភ្លើងរលត់អ្នកនឹងឃើញខ្ញុំវិញបន្ទាប់ពីព្រះសង្ឃធ្វើពិធីបញ្ចុះព្រលឹងស្រីនោះទៅក្រុមវែងគិតថាអស់បញ្ហាព្រៃបំភាន់ក៏ស្រឡះសត្វច្រៀងក៏វិលត្រឡប់មកវិញតែវែងនៅតែមានក្តីភ័យព្រោះនាងខ្មោចបានទុកពាក្យចុងក្រោយឲ្យគាត់កន្លងទៅមិនបានប៉ុន្មានរៀងរាល់យប់ពេលភ្លើងទៀនរលត់វែងតែងតែឮសំឡេងស្រែកខ្លាំងៗព្រមទាំងឃើញស្រមោលស្ត្រីឈរតាមបង្អួចបើគាត់ដេកគាត់ឃើញថាសុបិនដដែលនាងឈរនៅក្បែរភ្នោក្នុងព្រៃសុខានិងផាណាព្រួយចិត្តណាស់ពួកគេក៏បានទៅរកព្រះសង្ឃជាថ្មីព្រះសង្ឃក៏និយាយថាព្រលឹងនាងបានទៅកន្លែងសុខសាន្តហើយតែអំណាចព្រៃបំភាន់មិនទាន់រលាយទេព្រោះនៅមានអំពើអាក្រក់មនុស្សដែលសម្លាប់នាងនោះប្រសិនបើអំពើនោះមិនបានបង្ហាញព្រលឹងនាងនោះតែងតែត្រឡប់មកហៅអ្នកដែលបានឃើញក្រោយមកទៀតក្រុមយុវជនក៏ចាប់ផ្ដើមស៊ើបអង្កេតតាមរឿងព្រេងចាស់ព្រៃបំភាន់នោះធ្លាប់ជាទីលំនៅរបស់អ្នកមានម្នាក់ដែលអ្នកមាននោះបានសម្លាប់ស្ត្រីម្នាក់ដោយអំពើឃាតកម្មសពនាងត្រូវបោះចោលនៅក្នុងព្រៃដើម្បីបិទបាំងកំហុសមនុស្សម្នានៅក្នុងភូមិមិនដែលស៊ើបអង្កេតទេព្រោះខ្លាចអំណាចអ្នកមាននោះពេលស្រាវជ្រាវទៅពួកគេរកឃើញឯកសារចាស់និងភ្នោដែលបានបំបាក់ខ្លះនៅក្នុងភ្នោនោះមានក្បាលឆ្អឹងនិងក្រវិលមាសមួយវែងយកក្រវិលនោះទៅឲ្យព្រះសង្ឃនិយាយថានេះជាភស្តុតាងបើកំហុសមិនត្រូវបានបង្ហាញព្រលឹងនឹងតែងតែត្រឡប់ត្រូវប្រាប់សេចក្តីពិតឲ្យអ្នកភូមិទាំងមូលដឹងហើយធ្វើពិធីអភ័យទោសថ្ងៃមួយព្រះសង្ឃបានប្រមូលអ្នកភូមិទាំងមូលទៅនៅចំកណ្ដាលព្រៃព្រះអង្គបាននាំឆ្អឹងនិងក្រវិលនាងនោះមកបង្ហាញនិងប្រាប់រឿងពិតថានាងជាស្ត្រីសុចរិតត្រូវបានសម្លាប់ដោយអំពើអាក្រក់ព្រះអង្គបានធ្វើពិធីបូជាអភ័យទោសបង្ហោះនាងទៅកាន់ពិភពសុខសាន្តពេលនោះវែងឮសំឡេងនាងបន្តិចចុងក្រោយថាសូមអរគុណឥឡូវនេះខ្ញុំទៅបានហើយភ្លើងពន្លឺមួយបានរំភើយព្រៃទាំងអស់មានសុភមង្គលវិញព្រៃបំភាន់ដែលធ្លាប់តែងងឹតគ្មានសូរស័ព្ទស្រែកច្រៀងត្រឡប់ជាស្រែកច្រៀងវិញវ៉ែនសុខានិងផាណាបានដឹងថាអំពើអាក្រក់គ្មានថ្ងៃលាក់បានព្រលឹងដែលត្រូវអំពើអាក្រក់គ្មានពេលណាស្ងប់រហូតតតែសេចក្តីពិតត្រូវបានបង្ហាញពីថ្ងៃនោះមកមនុស្សនៅក្នុងព្រៃនោះលែងហៅព្រៃនោះថាជាព្រៃបំភាន់ទៀតហើយពួកគេហៅថាព្រៃសុភមង្គលវិញ